យើងជាបតាមមនុស្សជាតិសៀនយានអ្នកបើកទំព័រអរិធមបង្រួបបង្រួមរាជវង្សគ្រប់គ្រងផែនដីទាំង9យកគុណធម៌ប្រស័តលោកស្នាដៃល្បីល្បាញដល់កូនចៅជំនាន់ក្រោយមកខ្សែស្រឡាយនាគនៃរាជវង្សនេះព្រមទាំងវាសនាមនុស្សជាតិរាប់ម៉ឺនជំនាន់គឺសុទ្ធតែស្ថិតក្នុងកណ្ដាប់ដៃយើងល្អណាស់ខ្ញុំឈ្មោះស៊ូឆាងឈីងគ្រាន់តែជាអ្នកសម្ដែងម្នាក់ប៉ុណ្ណោះដើម្បីបានត្រឡប់ទៅផ្ទះវិញខ្ញុំបានច្រៀងនៅវិមានវីរបុរសនេះអស់1000ឆ្នាំមកហើយកាលពី1000ឆ្នាំមុនខ្ញុំបានវង្វេងចូលមកទីនេះហើយត្រូវជាប់ឃុំលើឆាកអាកាសនេះមកខ្ញុំលះបង់ខ្លួនឯងសម្ដែងជាវីរបុរសប្រើសិល្បៈដើម្បីលើកតម្កើងប្រវត្តិសាស្ត្រទ្រាំទ្ររាប់ពាន់ឆ្នាំទីបំផុតក៏ទទួលបានការទះដៃសាទរពីវីរបុរសទាំងអស់ខ្ញុំទីបំផុតអាចត្រឡប់ទៅផ្ទះវិញបានហើយតើក្មួយអើយអរគុណឯងណាស់ដែលបានបំពេញបំណងពួកយើងយកអលង្ការមួយនេះទុកជាកាដូទៅចុះថ្ងៃក្រោយបើឯងកាន់យកមួយនេះឡើងឆាកកម្ដងទៀតពួកយើងនឹងបង្ហាញខ្លួនដើម្បីការពារឯងការពារទឹកដីរាជវង្សយើងវើយភពផែនដីគ្មានវីរបុរសណាអាចមកទោទៀតទេវើយអរិយធម៌ផែនដីនេះគង់តែធ្លាក់ក្នុងដៃកូនសម្ព័ន្ធយើងទាំងអស់នឹងធ្វើសង្គ្រាម9ដងចាញ់យ៉ាងរនោចរោទាំង9ដងពួកកូនសម្ព័ន្ធស៊ីងយូចេះតែរុលមកមុខអរិយធម៌យើងកំពុងតែរលាយបាត់បន្តិចម្ដងហើយរាជវង្សយើងបន្តវេនមករាប់ម៉ឺនឆ្នាំតើពិតជាត្រូវคล้ายជាអរិយធម៌ចុងក្រោយដែលត្រូវវិនាសមែនទែននេះហើយជាសមរភូមិវីរបុរសនោះមែនទេកាលពី10ឆ្នាំមុនពួកស៊ីងយូបានឈ្លានពានភពផែនដីធម្មពលធម្មជាតិនៃផែនដីដើម្បីការពារខ្លួនបានបង្កើតសមរភូមិវីរបុរសនេះឡើងប្រទេសរាប់មិនអស់ត្រូវបរាជ័យវីរបុរសត្រូវបានពួកស៊ីងយូចាប់យកទៅធ្វើទាសករស្រូបយកធម្មពលវាសនាអស់រាជវង្សត្រូវបង្ខំចិត្តទល់នឹងស្រូវដ៏ខ្លាំងតែឯង10ឆ្នាំចាញ់9ដងទៅហើយវាសនារបស់ផែនដីកាន់តែខ្សត់ទៅដល់ផ្លូវតពិតមែនហើយក្នុងការប្រកួតរវាងរាជវង្សនិងពួកស៊ីងយូដោយសារមិនអាចដាស់វិញ្ញាណវីរបុរសបានធម្មពលអរិយធម៌ក៏កាន់តែចុះខ្សោយការប្រកួតបន្ទាប់សម្ព័ន្ធផែនដីរាជវង្សប៉ះជាមួយកូនសម្ព័ន្ធស៊ីងយូសូមកីឡាករទាំងសងខាងឡើងមកលើឆាកជាប់ឃុំ1000ឆ្នាំថ្ងៃនេះខ្ញុំត្រឡប់មកវិញហើយវើយអាពួកបិសាចក្រៅភពកុំសង្ឃឹមថានឹងអាចបំផ្លាញអរិយធម៌ចិនបានឲ្យសោះ